បាទសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូប Papage Cooking ទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងនឹងមកបង្ហាញបងប្អូននៅមុខម្ហូបម្យ៉ាងដែលមានឈ្មោះថាមិនដើមចេកបាទហើយនៅពេលដែលខ្ញុំហូបនៅមុខម្ហូបម្យ៉ាងនេះធ្វើឲ្យខ្ញុំនឹកឃើញកាលពី10 20ឆ្នាំមុនដែលខ្ញុំធ្លាប់ដើរហូបសាច់ពិសេសហើយខ្ញុំចាំបានថានៅពេលនោះគឺរសជាតិបែបនេះនៅពេលនោះគឺខ្ញុំមិនទាន់ចេះធ្វើម្ហូបអីដើម្បីហូបនៅឡើយទេគឺរសជាតិនេះខ្ញុំចាំមិនដែលភ្លេចគឺនៅតាមតូបសាច់ពិសេសគឺនឹងជួបរសជាតិបែបនេះកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាក្រេតែមិនលេងក្រូចមេតដាក់បុកជីដៀវដែរទេទេឆ្អើដាក់បុកឲ្យហ្មងបាក់ទៅច្រាំទៅអីធ្វើមើលណាបាទហើយសម្រាប់មិនដើមចេករបស់យើងនេះគឺខ្ញុំជ្រើសរើសយកមិនលើងដែលមានទម្ងន់1គីឡូ2ទៅ1គីឡូ3ខាំសម្រាប់មកធ្វើនៅមុខម្ហូបមួយយ៉ាងនេះបាទសម្រាប់បងប្អូនខ្លះគឺធ្លាប់ឃើញតែវិធីធ្វើទាដើមចេកឥឡូវគឺមកមើលពីវិធីធ្វើមិនដើមចេកវិញម្ដងប៉ុន្តែសម្រាប់មិនរបស់យើងបើបានរបៀបជាមិនស្រែចាំបែបធម្មជាតិគឺរសជាតិកាន់តែអេមតែម្ដងឥឡូវយើងធ្វើការសាប់រួចរាល់ហើយសាច់មិនរបស់យើងមកមើលគ្រឿងផ្សំរបស់យើងគឺសាច់មិនលើងទើបមកស្ករត្នោតគ្រឿងដែលយើងបុកមិញហ្នឹងមានគល់ក្រេល្មេតខ្ទឹមក្រហមរែងស្លឹកក្រូចម្ទេសអានឹងម្ទេសឆ្អើបុកលាយគ្នាទៅនេះបន្ទាប់មកគឺមានប្រហុកកាពិហើយនឹងខ្ទិះមកកំប៉ុងឥឡូវយើងមកដាក់ជាមួយនឹងខ្លាញ់មិនណាលីងវាក្រៀមសិនយើងប្រើខ្លាញ់មិននេះដើម្បីថាឲ្យសម្លរបស់យើងកាន់តែឈ្ងុយបើអត់ញ៉ាំយើងប្រើខ្លាញ់ធម្មតានេះខ្លាញ់របស់យើងក្រៀមហើយខ្លាញ់មិនណាទៅមកគឺយើងមកដាក់ជាមួយស្ករភ្លើងគឺយើងកុំប្រើខ្លាំងណាប្រើខ្លាំងអាចធ្វើឲ្យវាខ្លោចអូឈ្ងុយស្ករណារួចហើយយើងដាក់ជាមួយនឹងគ្រឿងបុករបស់យើងមកហើយមកទឹកប៉លីងបានមកសន្ទុះមកយើងក៏មកដាក់ជាមួយនឹងកាពិហើយនឹងប្រហុកដើម្បីធ្វើការបុកដើម្បីធ្វើការលីងតអូក្លិនបងប្អូនឃើញថាទីធ្វើពីដើមចេកថ្ងៃនេះខ្ញុំបងប្អូនធ្វើមិនលើមិនដើមចេកខ្ញុំពីដើមចេកច្រើនហើយយើងឡើងទៅមកយើងនៅជួបអូនឡើយតែខ្ញុំបានជួបអូនយើងទៅកាន់តែជួបអូនទេគឺយើងទៅឡើងទៅមុនកាន់តិចដើម្បីឲ្យស្លរបស់យើងនេះកាន់តែឈ្ងុយនេះយើងដាក់កូរជាមួយនឹងខ្ទិះដូងនេះដាក់ចង់តំណងអីយើងដាក់ជាមួយនឹងខ្ទិះដូងធ្វើការកូរឲ្យវាឈ្ងុយឡើងទៅណាខ្ញុំមែនតិចទឹកពីលីងបានមកសម្បកមកហើយយើងក៏មកដាក់ជាមួយនឹងសាច់មិនរបស់យើងចូលទៅធ្វើការលីងបន្តធ្វើការលីងបែបនេះដើម្បីឲ្យសាច់មិននិងគ្រឿងរបស់យើងក្រៀមទើបយើងដាក់ទឹកបន្តទៀតដើម្បីធ្វើការលំងើសយើងដាក់កូរពីលើគាត់លេងគាត់បាទឥឡូវរៀងខាស់ក្រៀមហើយឥឡូវយើងមកដាក់ជាមួយនឹងទឹករបស់យើងមក
ដើម្បីធ្វើការល្ងើព្រោះมันរាងធំក្រិនដែរ1គីឡូ3ឯដែរទឹកហើយយើងមកកូរវាអូខេឥឡូវយើងមកត្រៀមទឹកដើម្បីធ្វើការហាន់ណូចេករបស់យើងនឹងក្រូចស្មើ2ផ្លែដើម្បីហាន់យកទឹករបស់វាច្បាច់ដាក់ចូលទៅដើម្បីឲ្យជួយការពារណូចេកយើងកុំឲ្យខ្មៅអូខេយើងហាន់សម្រាប់ហូប2នាក់ទេបាទហើយបន្ទាប់ពីយើងធ្វើការហាន់ដើមចេករួចរាល់ហើយយើងមកបើកមើលសាឡយើងបន្តដើម្បីធ្វើការផ្សំគ្រឿងបាទសម្រាប់គ្រឿងផ្សំដំបូងរបស់យើងនោះគឺស្ករសខ្ញុំដាក់បន្ថែមចំនួន1ឡាប់ព្រាកាហ្វេបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងម្សៅស៊ុបចំនួន2ឡាប់ព្រាកាហ្វេសម្រាប់បរិមាណនោះគឺបងប្អូនអាចដាក់ទៅតាមបរិមាណនៃម្ហូបរបស់យើងតិចឬច្រើនគឺมันអាចដាក់ដូចគ្នាបានទេបាទបន្ទាប់មកទឹកត្រីប្រហែល1ស្លាបព្រាបាយបងប្អូនកុំឆ្ងល់ថាម៉េចក៏ដាក់ទឹកត្រីតិចផ្ដេសមិនប្រៃកុំភ្លេចថាពហុជាមួយនឹងកាពិរបស់យើងគឺមានរសជាតិប្រៃរួចស្រេចទៅហើយហេតុនេះហើយទើបខ្ញុំដាក់ទឹកត្រីតែបន្តិចហើយយើងក៏ធ្វើការភ្លក់ទៅតាមនោះទៅណាតាមរសជាតិដែលយើងត្រូវការប្រៃឬសាបឬផ្អែមដែលមនុស្សយើងម្នាក់ៗមិនអាចហូបដូចគ្នាបានទេប៉ុន្តែអានេះដែលខ្ញុំដាក់នេះគឺសម្រាប់ហូបបែបខុសគ្នាបន្តិចបន្តួចបើថាយើងហូបប្រៃហូបសាបបាទបន្ទាប់ពីយើងធ្វើការភ្លក់រសជាតិអូខេហើយឥឡូវយើងមកធ្វើការដាក់ជាមួយនឹងសណ្ដែកដីបំពងរបស់យើងដល់មកវាល្អិតបន្តិចបន្ទាប់មកយើងមកដាក់ជាមួយនឹងខ្ទិះសម្រាប់ម្ហូបមួយមុខនេះគឺខ្ញុំប្រើខ្ទិះ1កំប៉ុងនោះគឺចំនួន100មីលីលីត្រឬបងប្អូនអាចដាក់តិចជាងនេះឬបងប្អូនមិនចូលចិត្តក៏មិនបាច់ដាក់ក៏បានប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តគឺឈ្ងុយខ្លាំងតែម្ដងបាទក៏សម្រាប់មិនដើមចេករបស់យើងក៏មានតែប៉ុណ្ណេះឯងបាទសម្រាប់ពេលនេះដែរប៉ាពេជ្រ Cooking សូមអរគុណសូមជម្រាបលា